រឿងកាកៃនៅនគរបរិជ្ជសីមានស្ដេចមួយអង្គព្រះនាមព្រហ្មទណ្ឌទ្រង់មានសេនាមួយនាយគន្ធរមានសិលសាស្ត្រពូកែលើសគេចេះទាំងដេញប៉ិនច្រៀងនិងកំណាព្យយ៉ាងស្ទាត់ជំនាញទ្រង់មានអគ្គមហេសីមួយព្រះអង្គព្រះនាមកាកៃមានរូបឆោមស្រស់ស្អាតឥតមានស្រីណាប្រៀបផ្ទឹមបានឡើយនាងកាត់ចេញពីផ្កាឈូកក្រអូបពេញរូបកាយបាននរណាបានរួមរស់ជាមួយ7រាត្រីទើបបាត់ក្លិនក្រអូបព្រះបាទព្រហ្មទណ្ឌសពព្រះហឫទ័យនិងព្រះរាជាយាយណាស់ទ្រង់បានលើកនាងជាអគ្គមហេសីលើស្នំទាំងឡាយកាលនោះមានស្ដេចគ្រុឌមួយអង្គមានមហិទ្ធិឫទ្ធិខ្លាំងពូកែស្ថិតនៅឋានលើវាំងឋានសួគ៌នៅសតវិមានជាវិមានទេពល្អប្រណិតគ្រុឌកំឡោះមានកម្លាំងខ្លាំងក្លាអាចហោះហើរលើអាកាសឆ្លងសាគរនិងប្រែកាយបានតាមចិត្តប្រាថ្នាគ្រុឌតែងតែទៅលេងបាសការជាមួយព្រះអង្គព្រះបាទព្រហ្មទណ្ឌចាញ់ឈ្នះស្មើគ្នាលុះពេលវេលាមួយគ្រុឌនឹកចង់លេងបាសការជាមួយព្រះអង្គក៏ហោះឆ្លងសាគរដល់ព្រៃជ្រៃមួយក៏និមិត្តរូបជាបរោះសង្ហាដែលមានរូបឆោមស្រស់ស្អាតហើយស្រីណាបានឃើញប្រកាសជាមានចិត្តស្រឡាញ់មិនខានហើយក៏ចូលទៅលេងបាសការសប្បាយជាមួយព្រះមហាក្សត្រកាលនោះនាងកាកៃត្បិតបាត់ស្វាមីទ្រង់ក៏សួរពួកស្នំឆ្លើយថាទ្រង់ទៅចោះរោងកំពុងលេងបាសការជាមួយមាណពម្នាក់នោះមានរូបល្អលើសលប់គ្រាន់តែឮពាក្យនេះនាងកាកៃចិត្តចង់ឃើញក៏ដើរទៅដល់ចុងរោងក៏ឈរកយគុណមាណពដោយពេញចិត្តគិតចង់បានជាស្វាមីស្ដេចគ្រុឌលេងស្ការនឹងជាមួយមហាក្សត្រជូនបែរភ័ក្រមកប្រទះនឹងនេត្រានាងកាកៃកើតស្នេហាក្នុងចិត្តគិតថានាងល្អអីម្លេះល្អពុនពេកប្រមាណគ្មានស្រីណាប្រៀបផ្ទឹមបានប្រហែលជាព្រះជាយាយហើយឯកាកៃបើដឹងថាគ្រុឌសម្លឹងខ្លួនហើយនាងក៏ធ្វើជាធ្លាក់ស្បៃដើម្បីបង្អួតរាងកាយធ្វើឲ្យគ្រុឌញាប់ញ័រស្ទើរស្ទុះទៅក៏សោកតែកាត់ចិត្តចាំលេងបាសការរួចលុះដល់ពេលយប់មាណពក៏លាព្រះមហាក្សត្រចេញក្នុងចិត្តប៉ុនប៉ងលួចអគ្គមហេសីគិតស្រេចហើយក៏ចាក់ចេញទៅដល់ដើមជ្រៃធំមួយមាណពនោះក៏សែបមុនវិជាប្រែកាយជាគ្រុឌមិនចេញរិទ្ធស្ទុះហោះលាន់ឬរំពងធ្វើឲ្យមេឃងងឹតបណ្ដាឲ្យកាត់ជាព្យុះភ្លៀងខ្យល់ក៏ក្រើកព្រះធរណីគួរឲ្យកាត់ស្ញប់ស្ញែងព្រះបាទព្រហ្មទណ្ឌឃើញហេតុការណ៍មហាអស្ចារ្យនេះទ្រង់យាងទៅគង់មុខមន្ត្រីទាំងអស់ដែលកំពុងផ្អើលមើលហេតុចម្លែកនេះរីឯគ្រុឌហោះចូលក្នុងបន្ទប់នាងកាកៃផ្លោះចូលលួងលោមនឹងស្រីកាកៃស្ដាប់ឮសម្ដីគ្រុឌនិយាយតបធ្វើឲ្យនាងកាកៃក៏លងលក់មិនដឹងខ្លួនគ្រុឌក៏យល់ថានាងធ្វើអកប្បកិរិយាមិនដឹងក៏ពោហោះទៅយ៉ាងរហ័សដល់សេតវិមានគ្រុឌនៅឯឋានលើគ្រុឌបានលើកនាងកាកៃហើយប្រែរូបជាទេវបុត្រដ៏ស្រស់សង្ហាមកនេបនិតអោបក្រសោបនាងកាកៃឯកាកៃធ្វើជាគ្រុឌចាញ់ទៅនិយាយអោព្រះអង្គអើយពុំគួរចាប់ចិត្តនឹងខ្ញុំឡើយត្បិតខ្ញុំជាមានស្វាមីហើយណាមួយព្រះអង្គជាមិត្តនឹងព្រះមហាក្សត្រទ្រង់ពុំមានប្រតិមេត្តាដល់ទ្រង់ផងចុះបើខ្ញុំម្ចាស់ព្រមរួមរស់នឹងព្រះអង្គនោះបើថ្ងៃក្រោយព្រះអង្គបែរចិត្តស្រឡាញ់ស្រីផ្សេងម្លេះខ្ញុំនឹងមានទុកធំថែមគេឌាថាស្រីដូចតាក់នឹងសហាយគ្រុឌនឹងហើយឌាដល់ព្រះអង្គជាស្ដេច
ទៅលួងលោភៈយាគេមកនេះស្ដេចគ្រុឌឆ្លើយតបថាការនោះអូនមកនេះមិនមាននរណាដឹងឡើយអូនអើយនាងកុំបារម្ភអីចំណែកបងក៏គ្មានចិត្តលើសស្រីសួរណាដែរនិយាយលួងលោមរួចគ្រុឌបានរួមរស់ជាមួយនាងកាកីចំណែកកាកីពេលនេះក៏បានភ្លេចនៅអ្វីៗគ្រប់យ៉ាងព្រមទាំងព្រះមហាក្សត្រជាស្វាមីចំណែកព្រះមហាក្សត្រក្រោយពីព្យុះខ្យល់បណ្ដាឲ្យពីគ្រុឌស្ងាត់បាត់ទ្រង់យាងទៅរកព្រះជាយាក្រឡាបន្ទុំតែមិនឃើញក៏ឲ្យគេរកគ្រប់ទិសគ្រប់ទីកន្លែងក៏ពុំឃើញនាងកាកីឡើយទ្រង់ក៏គិតពុំយល់ហេតុអ្វីបានជាបាត់នាងសោះទ្រង់ត្រាស់ឲ្យហៅនាងកន្ធរដែលជាសេនាពូកែវេទមន្តមកប្រាប់ពីរឿងបាត់ព្រះជាយាសូនឆឹងនាងកន្ធរក៏និយាយថាទូព្រះមហាក្សត្រការទ្រង់លេងបាសកាមាននប់នោះទូបង្គំឃើញព្រះមហាសីឈរនៅមាត់ទ្វារសម្លឹងទៅចៅមីនុបចំណែកមីនុបនោះក៏ញញឹមតបវិញដែរទ្រង់ទូបង្គំយល់ថាមីនុបនោះចម្លែកពីគេព្រោះគេមិនដែលថ្វាយបង្គំព្រះអង្គឡើយខ្លាចក្រែងជាស្ដេចគ្រុឌបន្លំខ្លួនមកលេងនឹងព្រះអង្គរួចក៏លួចព្រះមហាក្សីទៅបាត់រងចាំ7ថ្ងៃនោះទើបយើងដឹងជាពំខានតើគ្រុឌនោះមកលេងជាមួយលេងបាសកាជាមួយស្ដេចវិញអត់ចំណែកស្ដេចគ្រុឌកំពុងបីត្រកងនាងកាកីហោះទៅកំសាន្តរាប់រយភ្នំសំខាន់នៃព្រៃហេមពៀនចរងភ្នំជ្រោះអូរមហាសាគរសមុទ្រនិងទេសភាពជាច្រើនដែលមិនអាចរាប់អស់ហើយក៏ត្រឡប់ទៅសតវិមាននៅនគរគ្រុឌវិញលុះ7ថ្ងៃក្រោយមកថ្ងៃដែលគ្រុឌណាត់ជួបលេងបាសកាជាមួយព្រះមហាក្សត្រគ្រុឌក៏គិតថាបើអញពុំទៅគេនឹងសង្ស័យគិតស្រេចហើយក៏លានាងកាកីសូត្រអាគមចងទ្វារប្រាសាទជាប់គ្រុឌក៏ចេញទៅលេងបាសកាជាមួយព្រះមហាក្សត្រដោយសពដងគ្រុឌទៅលេងបាសកាជាមួយព្រះមហាក្សត្រដោយសពដងតែរៀងរអ៊ីរអៀខ្លួនលុះរសៀលជ្រេមាននប់ប្រែកាយជាគ្រុឌដើម្បីវិលត្រឡប់ទៅសតវិមាននៅឯនគរគ្រុឌវិញមិនដឹងនាយកន្ធរតាមពីក្រោយឡើយហើយប្រែคล้ายជាស្រមោលតូចល្អិតទុំលើរោមគ្រុឌហោះទៅសតវិមានវិញលុះដល់ព្រលឹមឡើងគ្រុឌលានាងកាកីទៅរកចំណីអាហារនៅតាមព្រៃព្រឹក្សាហើយក៏សេពមុនចងទ្វារប្រាសាទចាក់ចេញទៅការគ្រុឌចេញទៅនាយកន្ធរដែលជាសេនារបស់មហាក្សត្រនៅទីនោះដែលបានប្រែคล้ายជាមនុស្សវិញហើយដើរទៅចិត្តនាងកាកីសុំសេចក្តីស្នេហាពីនាយកន្ធរលួងលោមនាងកាកីហើយក៏រួមរស់ជាមួយនាងកាកីយ៉ាងរីករាយសូម្បីតែគ្រុឌជាសង្សារថ្មីថ្មោងក៏នាងភ្លេចដែរនាយកន្ធរនិងកាកីតែងតែធ្វើបែបនេះរាល់ពេលដែលគ្រុឌចេញទៅរកចំណីអាហារគម្រប់7ថ្ងៃនាយកន្ធរដឹងច្បាស់ថាគ្រុឌនឹងទៅលេងបាសកានិងមហាក្សត្រក៏ប្រែជាសត្វទុំរោមគ្រុឌម្ដងទៀតហោះរហូតដល់រាជវាំងដល់រសៀលជ្រេគ្រុឌក៏លាមហាក្សត្រទៅវិញទើបកន្ធរចូលទូលមហាក្សត្រពីការកៃផិតក្បត់ជាមួយគ្រុឌហើយថែមទាំងមករួមរស់ជាមួយខ្លួនថែមទៀតដោយយល់ថាខុសច្បាប់ពីទម្លាប់តែពុំមានមហេសីឯណាហ៊ានធ្វើដូច្នេះឡើយទើបមហាក្សត្រនិងនាយកន្ធររកវិធីបំបែកការកៃចេញពីគ្រុឌកន្លង7ថ្ងៃមកគ្រុឌក៏បានលេងបាសកាជាមួយព្រះមហាក្សត្រព្រះអង្គដៀងមើលកន្ធរនាយកន្ធររុះរាន់ដេញប៉ិនច្រៀងរៀបរាប់ពីការកៃនិងខ្លួនដែលរួមរស់ជាមួយនឹងបាន7ថ្ងៃនៅឯវិមានសេតវិមាននៅឯនៅក្រុងនៅឋានលើគ្រុឌឮទំនុកច្រៀងរបស់នាយកន្ធរក្នុងទ្រូងក៏ឈួរឆេះមហិមាណាមួយនឹក
អៀកខ្លួនផងក៏លាព្រះមហាក្សត្រចេញទៅវិញដល់សេតវិមានគ្រុឌសេតមុនបើកទ្វាររកនាងកាកីខំអត់កំហឹងនិយាយនឹងកាកីពីរឿងដែលនាងផិតក្បត់ជាមួយនាងកន្ធាន់ដែលខ្លួនមិននៅហើយគ្រុឌក៏ដៀថានាងកាកីនាងជាហង្សអប្រិយល្អតែរូបចិត្តស្អុយដូចលាមកទើបនាងកាកីដឹងថាគ្រុឌដឹងរឿងអស់ហើយក៏យប់អង្វរលួងលោមទោះជាយ៉ាងណាមិនអាចរំងាប់កំហឹងរបស់គ្រុឌបានឡើយគ្រុឌតបថាចិត្តនាងដូចជាទឹកហូរឯពុំរើសព្រែកឡើយហេតុនេះហើយយើងនឹងនាំនាងវិលទៅនគររាត្រីនេះជាមិនខានហើយក៏លើកនាងពរហោះមកនៅឯនគរវិញដាក់នាងនៅលើទីលានព្រះរាជវាំងទើបស្រដីថាការនាងនៅនឹងអញត្បិតប្រុសតែម្នាក់នាងពុំស្កប់ឥឡូវហងឯងប្រឡែងនឹងប្រុសទៅឲ្យស្កប់ទៅតាំងពីពេលនេះទៅកុំឲ្យជួបប្រសពដូចទៀតឡើយថាស្រេចហើយគ្រុឌនោះហោះទៅប្រងើយទៅឯសេតវិមានគ្រុឌនៅឯឋានលើវិញលុះដល់ព្រឹកឡើងស្ដេចក៏ជំរះកាយរួចក៏ចេញមកក្រៅឃើញនាងកាកីអង្គុយយំនៅប្រលានទ្រង់ក្រោកយ៉ាងខ្លាំងតែសង្កត់ចិត្តនិយាយចំអកថាកាកីថាស្រស់ស្រីអើយអូនទៅឋានសួគ៌សោយសុខឯបរងទុកទន្ទឹមមើលផ្លូវប្រលឹងដេកស្ទើរមិនលក់ជាងរយរាល់ថ្ងៃឥឡូវជួបមុខអូនធ្វើប្រងើយដាក់បងធ្លាប់ស្រឡាញ់អូនធ្លាប់លើកដំកើងអូនលើសស្នំនានាមានអ្នកបម្រើឆ្វេងស្ដាំពុំមានខ្វះពុំដឹងថាអូនអាចប្រែចិត្តទៅស្នេហ៍គ្រុឌហើយលេបបានកំណត់ត្រឹម7រាត្រីចិត្តស្រីកលាស់ទៅស្នេហ៍នាងកន្ធាន់ហើយឲ្យយើងទុកនាងយ៉ាងម៉េចវិញស្ដាប់ហើយកាកីលុចជង្គង់អំបរព្រះអង្គទូលយំដោះសារថាខ្ញុំម្ចាស់ស្រឡាញ់ព្រះអង្គប៉ុណ្ណាមិនងាករេឡើយការកើតខ្ចប់ជុះនោះគ្រុឌបានពរខ្ញុំហោះចេញពីដំណាក់ខ្ញុំម្ចាស់ប្រឹងស្នែកហៅព្រះអង្គក៏ពុំឮឃើញព្រះអង្គតាមមកឡើយដល់ឋានគ្រុឌមានមហិទ្ធិឫទ្ធិខ្លាំងគំរាមហែងខ្ញុំម្ចាស់ជាស្រីមិនអាចការពារខ្លួនបានឡើយព្រោះចិត្តនឹកព្រះអង្គសូមអង្គវរគ្រុឌឲ្យចិត្តខ្ញុំម្ចាស់លុះ7ថ្ងៃនាងកន្ធាន់បានទៅដល់សេតវិមានគ្រុឌប្រាប់ខ្ញុំម្ចាស់ថាព្រះអង្គកើតទុកព្រោះខ្ញុំម្ចាស់ស្រត់ចិត្តងឹតមុខសន្លប់មិនដឹងខ្លួននឹកមិនស្មានសោះថានាងកន្ធាន់ហ៊ានធ្វើអំពើគប្បីដូចនេះនេះជាកម្មខ្ញុំម្ចាស់ទូពិតពុំមានមុសាឡើយព្រះបាទព្រហ្មទណ្ឌស្ដាប់វិចារនាងកាកីទូញទួយរួចក្នុងចិត្តក្តៅដូចភ្លើងត្រាស់ឲ្យថាស្រីមាយាយើងជាក្សត្រហើយនៅនាងមិននាងហ៊ាននិយាយភូតផតដល់សាទុកនាងនៅនាំអំពុលនឹងលឺដល់ប្រទេសនានានាំគេអន្តរាយក៏ហៅអាមាត្យឲ្យយកនាងកាកីទៅដាក់ពងពាយបណ្ដែតទឹកឲ្យច្រានឲ្យលឿនចេញពីកំពុងធ្វើស្រេចហើយឲ្យអាមាត្យត្រឡប់ទៅទូលមហាក្សត្រទ្រង់ស្ដាប់ហើយមានបន្ទូលថាឲ្យវាសមមុខឯកាកីនៅលើពងពាយត្រូវខ្យល់រសាត់ឆៅឆ្ងាយកណ្ដាលសាគរកណ្ដោកណ្ដែងនាងយំឥតឈប់នឹកស្ដាយការនៅជាស្នំធំលើសគេឈ្មោះល្បីខ្ទរខ្ទាយសពទិសទីក្រោយពីក៏អភិសេកជាមួយអគ្គមហេសីរួមរស់ជាមួយព្រះអង្គគ្មានស្នំណានឹងប្រដូចនឹកស្រណោះការនោះខ្សែសប្បាយមិនគួរនាងកន្ធាន់មកលេបខាយនឹងធ្វើអន្តរាយដល់រូបកាយវេទនាទុកដូចនេះឲ្យខ្លួនអើយនឹកខ្លាចត្រីធំរលកបោកធំប៉ុនភ្នំគូអនិច្ចាពងពីបណ្ដែតកាន់តែឆ្ងាយទៅមហាសមុទ្ររលាយបាត់បោកក្នុងទឹកវល់វុះលុះ7ថ្ងៃមករលកបោកពងពីបែក
ខ្ចាត់ខ្ចាយចេញជាពីរក៏លិចលង់នាងកាងកៃចូលមហាសមុទ្រដល់ក្តីមរណៈបាទនេះជារឿងនិទានខ្មែរបាទរឿងការកៃបាទអញ្ចឹងបងប្អូនដែលថ្មីជួយ Subscribe ផងបាទអរគុណច្រើនដល់ការតាមស្ដាប់បាទអរគុណច្រើនខ្ញុំជម្រាបលា